ដោយកុលឆេងអញ្ចឹងព្រាមមិនបានជាមួយអ្នកបម្រើក្នុងផ្ទះផងវងម៉ាមិនក៏មកនៅលើក្រែខ្ញុំមិនអូនមកវិញគូហៅណានបើបងចង់ក្បត់អូនក៏មិនអាចយកអ្នកបម្រើក្នុងផ្ទះហើយធ្វើវានៅលើក្រែយើងអញ្ចឹងនោះដែរអ្នកបម្រើក្នុងផ្ទះវាយ៉ាងម៉េចទោះយ៉ាងណាគេក៏មិនអុជជាអូនដែរអូនគឺជាគល់ឈើក្នុងភ្នែកបងទោះបីជាអ្នកបម្រើអាយុ40ឆ្នាំជាងក៏ល្អជាងអូនដែរប្រាសង្ហាខ្ញុំអាក្រក់ដែរទេចង់បានន័យថាម៉េចពាក្យស្រមមុខអញ្ចឹងលោកជាអ្នកធ្វើការនៅក្នុងក្លឹបហើយខ្ញុំស្អាតឬអត់មានភាពតាក់ទាញដែរទេដោយគល់ឈើដែរទេស្អាតតាក់ទាញទៀតផងអត់ដោយគល់ឈើទេឆ្លើយបានល្អពេញមកយប់នេះនឹងមិនស្ដាយក្រោយទេក្នុងវចនានុក្រមរបស់ខ្ញុំគ្មានពាក្យថាស្ដាយក្រោយទេគឺជាកូនភ្លុកកំរបញ្ញាប់តែឲ្យគ្រូពេទ្យជំនាញមកនាងពិតជាមានបញ្ហាមែនតានាងមានផ្ទៃពោះមុនរៀបការតែមានកូនជាមួយអាប្រុសនោះទេប៉ាម៉ារបស់នាងមិនក៏លេបថ្នាំសម្រាប់ខ្លួនទៅសុទ្ធតែជាកំហុសរបស់នាងពេលនេះភ័យអូនគ្រួសារសុខកាន់តែធ្លាក់ចុះហើយគ្រួសារយើងខ្សែធនស៊ូហ្វាន់ស៊ីងនាងត្រៀមចុះទៅនរកទៅកាត់ហើយក្មេងប្រុស3ស្រីមួយខ្ញុំដឹងហើយប្រុសម្នាក់នោះពេលអាយពណ៌សក្បាត់កពណ៌ខ្មៅកំពុង1.8 ម៉ែត្រត្រូវទេអញ្ចឹងបានហើយម៉ាមីណាត់ជួបគូស្នេហ៍មែនទេគឺម៉ាក់ថាជាអ្នករៀបចំណែនាំឲ្យលពៅនោះហើយនៅពេលដែលកូនចូលទៅគឺត្រូវនៅកន្លែងលក់របស់លេងម៉ាមីតែមកផ្លែនឹងមកវិញល្អដែរទេល្អតើពួកយើងចុះពីឡានទៅខ្ញុំមិនគិតថាគេគ្រាន់បាក់បែបនេះទេអត់ទៅតែជាលោកពិតមែនទេពួកយើងបានណាត់គ្នារួចហើយអង្គុយចោលសិនទៅគឺថាដោយលោកបានដឹងស្ថានភាពរបស់ខ្ញុំហើយអញ្ចឹងខ្ញុំមានកូនតូច4នាក់នឹងដូចជាមេឆ្មាញ់ចាំមកខាត់កូនច្រើនយ៉ាងនេះបែបនេះក៏ល្អបានលេងជាមួយយើងប៉ៅដែរអូខ្ញុំដឹងរួចហើយអញ្ចឹងខ្ញុំចង់និយាយឲ្យខ្លីនិយាយរឿងសំខាន់តែម្ដងទៅខ្ញុំសង្ឃឹមថាយើងរកពេលកក់បន្ទប់ឲ្យបានឆាប់យល់ល្អតែម្ដងអាចមានកូនហើយប៉ុន្តែកូនត្រូវតែឲ្យខ្ញុំថ្លៃចំណាយខ្ញុំនឹងឲ្យទៅនាងថាម៉េចមានកូនអូត្រូវហើយនាងមានកូនច្រើនអញ្ចឹងមានអីឆ្ងល់លោកឯងតែនឹងកាត់កូនបានពិតជាចម្លែកមែនអញ្ចឹងតាមបានរូបរាងប៉ុណ្ណឹងដែរមករកកូនណាត់មនុស្សឈួតនេះឈប់ភ្លាមលោកប្រធានភ័យមិនក៏តែច្បាប់នេះចុះឯណាអ្នកបង្កាត់ពួកឆ្មានឹងគឺនាងម្នាក់នោះស្អីគេឆ្មាទេអញ្ចឹងកូនដែលលោកនិយាយមុនហ្នឹងគឺជាកូនឆ្មាទេជាកូនឆ្មាចំអមមិនឆ្មាស្អីវិញនាងខ្ញុំសុំតផងខ្ញុំច្រឡំមនុស្សហើយសុំតផងក្មេងៗធ្វើតាមខ្ញុំធ្វើអីពួកយើងមិនបាច់ធ្វើតាមទេក៏
លោកពូនឹងហាញធ្វើតាមពួកខ្ញុំត្រូវហើយពួកយើងធ្វើបែបនេះតាំងពីតូចមកហើយ ពួកឯង3នាក់ដូចគ្នាយ៉ាងនេះគឺជាកូនភ្លោះមិនដែរទេ ត្រូវហើយលោកពូលោកពូដែលលោកពូមានស្នាមសាក់ឡើយណាខ្ញុំក៏ចង់មានដែរ ក្មេងៗមិនអាចសាក់បានទេដឹងនៅ បានហើយម៉ាមីការណាត់ជួបគូរបស់ម៉ាមីចាំមិនហើយរើរហើយម៉ែនេះនៅបន្ទាប់តើគាត់បានឃើញលោកពូសង្ហាម្នាក់ដែលគាត់មានស្នាមសាក់ចាក់ព្រៃមួយយ៉ាងឡើយស្នាមសាក់ចាក់ព្រៃគាត់បានឃើញផ្ទាល់ភ្នែកមែនទេគេពេលនេះនៅណាម៉ាមីតើម៉ាមីស្គាល់គាត់ដែរមែនទេខ្នងរបស់គេមើលពីក្រោយមិនក៏ស្តៀងនឹងម្នាក់ដែលបានណាត់ជួបរឿងឆ្មានោះម្លេះម៉ាមីអត់ស្គាល់គេទេប៉ុន្តែកូនចាំស្ដាប់ម៉ាមីណាបើថ្ងៃក្រោយជួបមនុស្សប្រុសមានស័ក្តិគឺត្រូវតែនៅឲ្យឆ្ងាយពីគេព្រោះពួកគេជាមនុស្សអាក្រក់ដឹងហើយនៅចាំឲ្យច្បាស់ដឹងហើយម៉ាមីប៉ុន្តែគាត់សង្ហាណាស់ប្រសិនបើគាត់ជាប៉ាពួកយើងពិតជាឡើយណាស់ធ្វើក្មេងល្អតោះពួកយើងទៅផ្ទះអ្នកម៉ាក់ពួកយើងនឹងអ្នកម៉ាក់ណាពិតមែនទេមកទៅនឹកពួកកូនដែរក្មេងថ្ងៃនេះពួកកូនត្រូវនៅផ្ទះត្រូវធ្វើក្មេងល្អស្ដាប់បង្គាប់ម៉ាក់ថតដឹងទេម៉ាមីថ្ងៃនេះម៉ាមីត្រូវទៅធ្វើការថ្ងៃទី1មិនអាចទៅយឺតទេបើមិនធ្វើទេកូននឹងអត់លុយបង់ថ្លៃសាលាហើយត្រូវប្រញាប់ចឹងផងអីការណាត់ជួបយ៉ាងម៉េចហើយចាំមកវិញចាំប្រាប់ឯងត្រូវធ្វើក្មេងល្អណាស់ដឹងហើយអូនេះជាអ្នកនាងធំគ្រួសារស៊ូមែនទេមិនក៏ជាកង់អាគុយទៅហើយនាងនិយាយទៅមើលអ្នកនាងធំដែលល្បីឈ្មោះរបស់គ្រួសារស៊ូដែលធ្វើឲ្យប៉ាម៉ាក់របស់នាងខ្លាចតែជារុក្ខជាតិនោះយ៉ាងម៉េចទៅហើយអូលើគេនិយាយថារត់ទៅតាមប្រុសអត់ស្គាល់មុខទេយ៉ាងណាក៏នៅក្រំបាច់ជាងនាងដែរតែលួចនៅក្រុមហ៊ុនស៊ូហើយត្រូវគេចាប់ឃុំដល់តែ15ថ្ងៃអូខ្ញុំភ្លេចប្រាប់នាងខ្ញុំឥឡូវនាងជាមេរបស់នាងបានមកធ្វើការនៅក្រុមហ៊ុននេះត្រូវអរគុណខ្ញុំហើយយល់ល្អឥឡូវនេះនាងគួរតែលុតជង្គង់អរគុណខ្ញុំទៅមិនអញ្ចឹងទេត្រៀមខ្លួនចេញទៅមានតែសាច់ម្ដុំនំប៉័ងម្ដុំក៏អាចរស់នៅបានដែរបងស្រីនឹងមិនអត់ឃ្លានស្លាប់នោះទេពេលនៅក្នុងក្លឹបនោះស្រីម្នាក់នោះគឺជានឹងហើយគឺជានាងប្រុសម្នាក់ដែលចាំមកបង្កាត់កូនឆ្មានោះក៏ធ្វើការនៅទីនេះដែរគេធ្វើការនៅក្រុមហ៊ុននេះដែរតាណូត្រូវហើយសុំទៅផងខ្ញុំមិនប្រយ័ត្នបុកត្រូវលោកហើយប្រធានភ័យនាងមិនអត់នាងប្រវត្តិមិនសូវល្អនោះទេយល់ល្អគួរតែដេញនាងចេញភ្លាមទៅស្អែកឲ្យនាងចាប់ដើមការងារបានតែខាងខ្ញុំមិនឲ្យនាងរួចខ្លួនទេខ្ញុំសុំនិយាយបន្តិចថ្ងៃនេះបុគ្គលិកថ្មីចាប់ផ្ដើមការងារអញ្ចឹងយប់នេះពួកយើងជុំគ្នានៅកន្លែងចុះសុំទៅផងខ្ញុំយប់នេះនាងទៅមកមិនចង់ចោះសម្រងជាមួយពួកយើងហើយហ៎គ្មានអីទេសុំទៅផងពិតជាសុំទៅមែនខ្ញុំពិតជាមានការងារត្រូវបង្ហាញមែនសួស្ដីតើអ្នកណាគឺជាអ្នកគិតលុយដែរត្រូវតែគិតលុយមុនសួស្ដីអ្នកនាងសុំអ្នកនាងគិតលុយបន្តិច30,000ឲ្យខ្ញុំចាញ់30,000ណាចង់ឲ្យខ្ញុំស្លាប់មែនទេខ្ញុំគឺជាម្ដាយរបស់នាងដែលចាំតម្រើសនាងមែនទេខាងជប់គ្នាយូរហើយណែរើសជាមួយទៅអត់ទេណែយប់នេះគឺជាខុបកំណត់របស់ចិនសៅតាមច្បាប់ត្រូវរើសស្រាមួយមុខបាយមិនចង់ពាក់ក៏ត្រូវតែពាក់ដែរឆាប់រើសជាមួយទៅអញ្ចឹងរើសយកមួយនេះចុះពួកអញចាំខ្ញុំបន្តិចណាខ្ញុំទៅបន្ទប់ទឹកសិន